ยันดาลงอัปรปดนิเยียนตมอายสักสัตปฏิบัติตามท่อศาสนาปวลอโตเปรียงเรียมอรหังสัมเมียนกาเตรียมกิเลสសូមអនុមោទនាចំពោះការនិមន្តអង្គខ្ញុំព្រះករុណាអាត្មាភាពបានឱកាសនឹងសម្ដែងនៅប្រធមទេសនាដែលតាក់ទងទៅនឹងកម្មវិធីបុណ្យគម្រប់ខួប1ឆ្នាំការនិមន្តអាត្មាភាពទៅសម្ដែងនៅប្រធមទេសនានេះគឺស្ថិតនៅក្នុងភូមិតាសីឃុំតាមើនស្រុកថ្មគោនៃខេត្តបាត់ដំបងសូមថ្លែងអំណរគុណដល់ញោមម្ចាស់សទ្ធាដែលបាននិមន្តចំពោះខ្ញុំកណ្ណាអាត្មាភាពដើម្បីបានឱកាសនឹងសម្ដែងនៅពធទេសនាដែលតាក់ទងទៅនឹងកម្មវិធីបុណ្យគម្រប់ខួប1ឆ្នាំរបស់លោកឪពុកនិងអ្នកម្ដាយបង្កើតរបស់គាត់ដែលបានបាក់បែកចែកឋានទៅកាន់ប្រាក់លោកខាងមុខហើយនោះនេះកូនចៅប្រុសស្រីទាំងអស់គ្នាគាត់មាននៅឧបការៈគុណមាននៅកតញ្ញូកតវេទីតាធម៌ទី1គឺកតញ្ញូប្រែថាជាអ្នកដឹងនៅឧបការៈគុណទី2កតវេទីប្រែថាជាអ្នកតបនៅគុណដូច្នេះកូនចៅប្រុសស្រីគាត់បានស្រស់ស្រួលមូលមតិគ្នាជាឯកច្ឆន្ទបាននិមន្តព្រះសង្ឃចំនួន3វត្តមានវត្តបច្ឆាពោវាលនិងវត្តនិគមស្ថិតនៅក្នុងស្រុកថ្មគោនៃខេត្តបាត់ដំបងដើម្បីឧទ្ទិសអត្ថបណ្ឌញ្ញផលដល់អ្នកដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះកូនចៅប្រុសស្រីទាំងអស់គ្នាត្រូវតែមាននៅធម៌3ទី1មាននៅទានអ្នកមយៈបុណ្យសម្រាប់នៃការបរិច្ចាគទានទី2កូនចៅប្រុសស្រីទាំងឡាយត្រូវតែមាននៅភាវនាមយៈបុណ្យសម្រាប់នៃការចម្រើននៅភាវនាទី3កូនចៅប្រុសស្រីទាំងឡាយត្រូវតែមាននៅសីលមយៈបុណ្យសម្រាប់នៃការចម្រើនរក្សានៅសិលបុណ្យតេកណានុបទានគឺត្រូវប្រកបដោយអង្គ3ទី1តេកណយសម្បទាយៈដល់ព្រមដល់តេកណយបុគ្គលអ្នកដែលធ្វើទី2មាននៅទាយកានឹងឧទ្ទិសសេនៈយើងជាញាតិជាកូនជាចៅត្រូវតែឧទ្ទិសចំឈ្មោះឪពុកអ្នកម្ដាយដែលបានបាក់បែកចែកឋានទៅកាន់ប្រាក់លោកខាងមុខហើយនោះទី3បេតានឹងអត្តណោអនុមោទនេនៈពេលណាដែលយើងបានឧទ្ទិសផលជូនទៅដល់ពពួកញាតិរបស់យើងចំឈ្មោះរួចហើយពួកគាត់នឹងបានងាកក្រោយឲ្យពរឲ្យជ័យដល់ពួកយើងដែលរស់នៅមានជីវិតសពថ្ងៃនេះនឹងជួបប្រកបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់ទេវរាត្រីកូនណាដឹងគុណកូនណាប្រព្រឹត្តនៅអំពើល្អការតបស្នងមកវិញគឺបាននៅសេចក្តីសុខគ្រប់ទេវរាត្រី